លោកសង្ឃហ្វ្រង់សតាន់ថាសង្គ្រាមថៃឈ្លានពានកម្ពុជានេះមិនយូរមិនឆាប់នឹងរុញច្រានតំបន់អាស៊ីអាគ្នេយ៍ទាំងមូលទៅក្នុងជ្រោះនៃអសន្តិសុខអស្ថិរភាពនិងចម្បាំងរាំងជលលោកសង្ឃហ្វ្រង់សតាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថាតំបន់និងពិភពលោកត្រូវថ្កោលទោសថៃលោកសង្ឃហ្វ្រង់សតាន់ថាសង្គ្រាមឈ្លានពានដែលទីក្រុងបាងកកកំពុងបន្តធ្វើមកកម្ពុជាជារបបភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់នៅក្នុងបរិបទពិភពលោកគឺជាការវិលទៅរកសណ្ដាប់ធ្នាប់អន្តរជាតិមុនសម័យសង្គ្រាមលោកលើកទី2រីឯនៅក្នុងបរិបទនៃតំបន់អាស៊ីអាគ្នេយ៍វិញគឺជាការត្រឡប់ទៅសក្ការៈមុនកំណើតអាស៊ាននៅឆ្នាំ1967ពោលគឺជាសម័យកាលនៃអាធំវាយអាតូចអានេះវាយអានោះស្រេចតែអំពើចិត្តលោកសង្ឃហ្វ្រង់សតាន់បានបន្តថាសង្គ្រាមថៃឈ្លានពានកម្ពុជានេះមិនយូរមិនឆាប់នឹងអាចរុញច្រានតំបន់អាស៊ីអាគ្នេយ៍ទាំងមូលទៅក្នុងជ្រោះនៃអសន្តិសុខអស្ថិរភាពនិងចម្បាំងរាំងជលវានឹងអាចបំផ្លាញយ៉ាងលឿនរហ័សលទ្ធផលនៃការប្រឹងប្រែងច្រើនទសវត្សរ៍របស់អាស៊ានក្នុងការបង្កើតពង្រឹងពង្រីកនិងរក្សាបាននៅលំហតំបន់មួយនៃកិច្ចសហប្រតិបត្តិការសន្តិភាពនិងវិបុលភាពរួមហេតុអ្វីពីព្រោះចង់ឬមិនចង់ស្ថាបត្យកម្មអាស៊ានផ្ដើមបែកប្រេះឆារួចស្រេចបាត់ទៅហើយគណៈដែលតាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកប្រទេសសមាជិកមួយវាយឈ្លានពានប្រទេសសមាជិកមួយទៀតលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះបានបន្តទៀតថាសង្គ្រាមថៃឈ្លានពានកម្ពុជានេះគឺជាព្រៃយុទ្ធសាស្ត្រមួយដែលនៅក្នុងនោះគេបោះចោលក្នុងធុងសម្រាមប្រវត្តិសាស្ត្រនៅប៊ិចសរសេរសិទ្ធិសញ្ញាកិច្ចព្រមព្រៀងនិងផែនទីផ្លូវការដើម្បីគូសបន្ទាត់ព្រំដែនឡើងវិញដោយប្រើប្រាស់កម្លាំងបាយយន្តហោះចម្បាំង F-16 T-50TH យន្តហោះ Gripen គ្រាប់បែកចង្កោមផ្សែងពុលដ្រូនពិឃាតដ្រូនទម្លាក់គ្រាប់បែករថក្រោះនិងរថពាសដែកជាងនេះទៀតលោកសង្ឃហ្វ្រង់សតាន់បានសួរទៅកាន់បណ្ដាប្រទេសជិតខាងរបស់ថៃថាតើបណ្ដាប្រទេសជិតខាងដទៃរបស់ថៃដែលសុទ្ធតែជាសមាជិកអាស៊ានអាចកក់ក្ដៅចិត្តដែរឬទេនៅពេលដែលឃើញថៃវាយប្រហារកម្ពុជាទាំងនៅលើដីពីលើអាកាសនិងពីលើនាវាចម្បាំងដូចគ្នាគេគួរសាកល្បងមកមេមើលថាតើសសរគ្រឹះនៃសហភាពអឺរ៉ុបនឹងរគោះរង្គើខ្លាំងក្លាបែបណាបើសិនប្រទេសសមាជិកអឺរ៉ុបមួយឈ្លានពានទាំងកំរោលប្រទេសសមាជិកអឺរ៉ុបមួយទៀតលោកថាម្ល៉េះហើយថ្នាក់ដឹកនាំតំបន់និងពិភពលោកព្រមទាំងសាធារណមតិនិងអន្តរជាតិត្រូវតែក្លាហានហ៊ានប្រតិកម្មហ៊ានថ្កោលទោសហ៊ានហៅសង្គ្រាមនេះថាជាសង្គ្រាមថៃឈ្លានពានកម្ពុជា